តោះថ្ងៃនេះនាំបងប្អូនយើងទៅទស្សនានៅរមណីយដ្ឋានភ្នំកំពង់ត្រាញម្ដងបាទប៉ុន្តែយើងមុននឹងចូលទៅលេងនៅភ្នំយើងជិះជុំវិញភ្នំសិនមើលទេសភាពជុំវិញភ្នំសិននេះទិដ្ឋភាពនៅតាមដងផ្លូវនៅជុំវិញភ្នំកំពង់ត្រាញហើយផ្លូវគេធ្វើស្អាតដែរហើយទេសភាពស្អាតមែនទែននៅតាមផ្លូវអញ្ចឹងយើងមានអីយើងជិះមើលទៅតាមហ្នឹងស្អាតស្រស់ស្រាយមែនទែននេះយើងទៅមុខទៀតយើងមានផ្លូវទីភ្លើងមួយដែលកាន់ហ្នឹងវាតាក់ទាញដែរអញ្ចឹងទស្សនាទាំងអស់គ្នាបាទនេះផ្លូវទីភ្លើងដែលនៅក្បែរហ្នឹងនៅក្បែរភ្នំអានេះផ្លូវនេះវាចាក់ទៅឡើងដល់កំពតហើយឡើងពីកំពតទៅឡើងទៅពេញវិញផ្លូវហ្នឹងឥឡូវយើងមកមើលទេសភាពនៅជុំវិញភ្នំម្ដងអានេះខាងជើងភ្នំឯងស្អាតស្រស់ស្រាយមែនតើខែនេះក៏ទៅវាស្អាតមែនតើស្អាតអានេះបើយើងមានគ្នាទៅអង្គុយលេងអាំងសាច់បានប្រឡោះនៅនេះទេសភាពកន្លែងនេះស្អាតខ្លាំងដែរអញ្ចឹងយើងទស្សនាទាំងអស់គ្នាបន្តទៀតបាទមកដល់ចំណុចនេះគឺអាកាសធាតុវាខ្យល់អាកាសល្អហើយឆ្លៀតអង្គុយលេងតិចទៅអង្គុយយកខ្យល់អាកាសពេលល្ងាចខ្យល់ហៀកមកហើយទេសភាពស្អាតចឹងអង្គុយមើលទេសភាពសូបខ្យល់អាកាសតាមសុខសាជនបទយើងវាអារម្មណ៍យើងវាស្រស់ថ្លាដែរដល់ពេលយើងអង្គុយលេងមើលទេសភាពមើលភ្នំមើលអីចឹងទៅវាស្លាស់ខ្លួនហើយអារម្មណ៍យើងបានធូរស្បើយដែរបើយើងយ៉ាង stress អញ្ចឹងហើយយើងអង្គុយមើលទេសភាពសូមខ្យល់អាកាសទាំងអស់គ្នាអញ្ចឹងបាទឥឡូវយើងមើល view ខាងនេះម្ដងខាងនេះមានបឹងឈូកមានអីអញ្ចឹង view ស្អាតខ្លាំងមែនតើខាងនេះបាទហើយនេះបាទយើងមើលទៅឃើញវត្តភ្នំកំពង់ត្រាចអញ្ចឹងបាទវត្តភ្នំកំពង់ត្រាចអញ្ចឹងបន្តិចទៀតយើងចូលលេងនៅវត្តភ្នំកំពង់ត្រាចកន្លែងរមណីយដ្ឋានវត្តភ្នំកំពង់ត្រាចបាទអញ្ចឹងនេះគឺមកដល់ហើយផ្លូវចូលហ្នឹងផ្លូវចូលរមណីយដ្ឋានវត្តភ្នំកំពង់ត្រាចមានអីបាទទេសភាពស្អាតដែរអញ្ចឹងនេះទិដ្ឋភាពខាងមុខឆក់ចូលវត្តហើយខាងក្នុងមានកន្លែងលេងច្រើនដែរកន្លែងគេចូលលេងអញ្ចឹងប៉ុន្តែដោយសារហើយល្ងាចដែរខ្ញុំអត់បានចូលអញ្ចឹងបើបងប្អូនយើងទៅលេងយើងចូលទៅមានអ្នកនាំចូលលេងហើយមានអ្នកហ្គាយនៅហ្នឹងហើយគេនាំចូលលេងមានកន្លែងលេងច្រើនដែរកន្លែងចូលមើលច្រើនដែរអញ្ចឹងឥឡូវដោយសារពេលល្ងាចអញ្ចឹងខ្ញុំអត់បានចូលមើលហើយរៀងល្ងាចដែរអញ្ចឹងចាំមើលឱកាសក្រោយណាមួយចាំចូលលេងអត់បានសពកន្លែងម្ដងអញ្ចឹងមិនអីបងប្អូនទាំងអស់គ្នាមើលបានមានឱកាសមកលេងកំពតអាចឆ្លៀតចូលលេងនៅរមណីយដ្ឋានភ្នំកំពង់ត្រាចបានបាទកន្លែងគឺស្អាតដែរបាទអញ្ចឹងប៉ុណ្ណឹងអរគុណច្រើន